អ្នកនរគ្នាថ្ងៃនេះខ្ញុំមកចែករំលែកពីការធ្វើគម្រោងថវិកាដើម្បីដាក់ទៅឲ្យនរណាមួយដែលមាន3លក្ខខណ្ឌជាទូទៅមានទីតាំងមាន activity code ហើយនិងមាន donor code អញ្ចឹងដើម្បីធ្វើអានឹងយើងមានប្រើរូបមន្តពីរដើម្បីទាញទិន្នន័យចេញពី detail budget នេះមកដាក់នៅក្នុង direct project budget នេះអញ្ចឹងដើម្បីធ្វើនឹងរឿងទី1យើងប្រើរូបមន្ត VLOOKUP ដើម្បីស្វែងរក donor អញ្ចឹងដើម្បីអឺអ្នកនរគ្នាបានមើលពីដំណើរការអញ្ចឹងយើងទៅដល់នេះខ្ញុំលុបកន្លែងនេះហើយខ្ញុំវាយសញ្ញាស្មើយើងវាយ VLOOKUP មកហើយយើងយកអឺ cat ហើយយើង comma មួយមកហើយយើងមក row ទិន្នន័យដែលយើងចង់ lookup អូខេអញ្ចឹងយើងត្រឡប់ទៅខាងលើវិញនេះទិន្នន័យដែលយើងចង់ lookup គឺ5កន្លំនេះ5កន្លំនេះទីកន្លំ D នេះគឺកន្លំទី1ដោយសារយើង select ដំបូងគេទាំងអស់ហើយនេះកន្លំទី2នេះកន្លំទី3កន្លំទី4កន្លំទី5ហើយយើងចង់អឺបង្ហាញកន្លំលេខ3នេះអញ្ចឹងយើងវាយលេខ3មកដោយសារកន្លំលេខ3ហើយយើងម៉ាច់ជាមួយនឹងកន្លែងនេះអញ្ចឹងយើងខមមកមួយទៀតមកហើយកន្លែងនេះយើងមករកកន្លែងហ្នឹងហើយបន្ទាប់មកយើងដាក់0អូខេហើយយើងបិទវងខ្យល់មក enter អូខេអញ្ចឹងអ្នកនរគ្នាអាច copy ដនវាមកអញ្ចឹងបើអ្នកនរគ្នាចង់ដឹងថាតើវាត្រូវឬក៏ខុសមកមើលក្នុងនេះមកមួយយើងមាន1 2 3 4 2អញ្ចឹងយើងមកមើលក្នុងនេះឆ្នាំទី1នេះ1 2 3 4 2អូខេអញ្ចឹងមកមើលក្នុងនេះត្រូវហើយអញ្ចឹងការធ្វើ look up របស់យើងគឺបានហើយដោយសារ look up របស់យើងនេះប្រើពីរលក្ខខណ្ឌអ្នកនរគ្នាឃើញហើយទី1គឺទីតាំងទី2គឺ activity code អញ្ចឹងវាបង្ហាញឲ្យយើងអូខេអញ្ចឹងយើង enter មកអញ្ចឹងអ្នកនរគ្នាអាច copy ហើយកន្លែងនេះអ្នកនរគ្នា copy វាមកឬក៏ធ្វើវាដូចខ្ញុំធ្វើបាក់បង្ហាញជូនមិញហ្នឹងគ្រាន់តែផ្លាស់ប្ដូរកន្លំដោយសារយើងអត់ចង់បង្ហាញកន្លំ3ទៅទេគឺចង់បង្ហាញកន្លំ4អញ្ចឹងយើងបង្ហាញកន្លំ4មកនេះកន្លំ4នៅក្នុងនេះកន្លំ4កន្លំ5អញ្ចឹងអ្នកនរគ្នាគាត់តែ copy រូបមន្តមកបង្ហាញដូរតែកន្លំទៅឬក៏អាចធ្វើម្ដងមួយក៏បានហើយ copy តអូខេវាស៊ីពេលបើសិនអ្នកនរគ្នាធ្លាប់ប្រើប្រាស់វាទៅអ្នកគាត់ copy រូបមន្តមកផ្លាស់ប្ដូរទីតាំងកន្លំទៅបានហើយឥឡូវយើងមកប្រើ sum if ម្ដងដើម្បីនេះយើងទៅអ្នកគ្នាអញ្ចឹងយើងប្រើរូបមន្ត sum if អូខេអ្នកនរគ្នាមើលលក្ខខណ្ឌរបស់រូបមន្តគឺមានតែ3ទេបាទលក្ខខណ្ឌគឺមាន3មានមួយលក្ខខណ្ឌគឺមាន2ទី1គឺ criteria rank និង criteria រីឯ sum rank ហ្នឹងគឺយើងប្រើតែម្ដងទេមកលក្ខខណ្ឌអូខេអញ្ចឹងយើង sum rank ពីកន្លែងណាយើង sum rank ពីកន្លែងនេះពីកន្លែង quarter 1ពីចានដល់ March អញ្ចឹងយើង select ទាំងអស់វាមករហូតដល់បាត់ចិត្តយើងមានត្រឹមណាយើង select ដល់ត្រឹមហ្នឹងមកអូខេអញ្ចឹងវាបង្ហាញអញ្ចឹងហើយយើង absolute វាមួយមកហើយយើង comma តបមកយើងត្រឡប់ទៅខាងដើមវិញយើងយក criteria rank នេះ criteria rank ទី1គឺចង់យក province អញ្ចឹងយើង select វាដល់ក្រោមដូចគ្នាអញ្ចឹងមកអូខេអញ្ចឹងយើង absolute វាមួយមកហើយយើង comma យើងមកយកមិញយើងបាន criteria rank ឥឡូវនៅខ្វះមួយទៀតគឺ criteria ដោយសារកន្លែងនេះវាចង្អៀតអញ្ចឹងយើងcòn select កន្លែងផ្សេងប៉ុន្តែយើងធានាថាយើងទៅយកកន្លែងដែលយើងដាក់រូបមន្តនឹងឲ្យត្រូវrow របស់វាអញ្ចឹងយើង comma ឥឡូវយើងបានលក្ខខណ្ឌនៅលក្ខខណ្ឌមួយទៀតគឺ activity អញ្ចឹងយើងមកយក activity អញ្ចឹង activity ដូចគ្នាដែរយើង select វាមកយើងត្រឡប់ទៅដើមវិញនេះ activity
select វាពីដើមរហូតដល់ចប់ដូចគ្នាអញ្ចឹងមកហើយយើង absolute វាមួយទៀតមកហើយយើង comma absolute ហើយ comma អូខេហើយយើងមកយក criteria របស់យើងកន្លែងនេះយកមកទៀតនៅខ្វះមួយលក្ខខណ្ឌទៀតគឺ donor អញ្ចឹងយើងមកយក donor យើងទៅដល់ទៅខាងដើមវិញនេះ donor ឆ្នាំទី1គឺយើងនៅកន្លំលេខ3នេះអញ្ចឹងយើង select វាឲ្យអស់មកដូចករណីខាងដើមអញ្ចឹងគេហើយយើង absolute វាមួយមកយើង comma ហើយយើងយកមកយក criteria rank យើង set រួចហើយអញ្ចឹងយើងអស់ហើយអញ្ចឹងអត់មានលក្ខខណ្ឌរបស់យើងមានតែ3នឹងទេអញ្ចឹងយើង enter មកអូខេអញ្ចឹងបានអញ្ចឹងនៅពេលកន្លែងនេះគឺអ្នកអស់នេះគឺត្រូវផ្លាស់ប្ដូរពី Jan មក April June វិញអញ្ចឹងអ្នកទាំងអស់គ្នាខនមកផ្លាស់ប្ដូរកលុំនេះមកតាមកលុំមួយមកយើងអាចគណនាវាបានហើយបន្ទាប់មកយើងប្រើ sum if មួយទៀតតើតើកន្លែងនេះគឺយើងនឹង split by donor អញ្ចឹងប្រើដូចលក្ខខណ្ឌរបស់គ្នាដូចនេះយើងមានលក្ខខណ្ឌប៉ុន្មានមានលក្ខខណ្ឌ3ដូចគ្នាមានលក្ខខណ្ឌ3ដូចគ្នាអញ្ចឹងយើងប្រើតាមឆ្នាំនីមួយៗមាន donor ទី1អ្នកនរគ្នាឃើញ donor ទី1នេះគឺមានតាមឆ្នាំទី1ទី2ទី3អញ្ចឹងមកហើយយើងមើលដល់ឆ្នាំដែលអត់មានឆ្នាំ donor 2គឺអត់មានទេ0គឺនៅក្នុង row donor 1នេះ donor 2អត់មាន present ទេដល់ row donor 2នេះគឺ present អញ្ចឹងអ្នកនរគ្នាប្រើរូបមន្តតាមលក្ខខណ្ឌអញ្ចឹងយើងអាចប្រើបានទាំងអស់គ្នាដោយប្រើ sum if គឺមានតែលក្ខខណ្ឌ3ទេទី1គឺ sum rank គឺកន្លែងចំនួនដែលយើងចង់បូកទី1 criteria rank គឺ rank ដែលយើងចង់គណនាបន្ទាប់មក criteria យើងយកមួយមកក្នុងចំណោមដែលយើង select rank criteria rank មួយណាយើងយក criteria មួយហ្នឹងអូខេថ្ងៃហ្នឹងមានតែប៉ុណ្្នឹងចែកម្លែកអ្នកនរគ្នាសូមអរគុណសូមជម្រាបបើចង់បានworkbook នេះយកទៅអនុវត្តយកទៅទុកជាឯកសារយោងអាចស្នើតាមcontact ដែលខ្ញុំបានចែកចម្លែកនៅក្នុងវីដេអូនេះស្រាប់សូមអរគុណសូមជម្រាបលា